មហាសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី2026ទេវតាសោឈាមនឹងមានទំនាយទាយគ្រោះកាចច្រើនយ៉ាងត្រៀមហើយឬនៅបងប្អូនថ្ងៃស្អែកនេះទេវតាឆ្នាំថ្មីឆ្នាំមមីនឹងយាងចុះមកហើយតើមានអ្វីប្លែកសម្រាប់ឆ្នាំថ្មីនេះត្បិតអីមហាសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមីអត្តស័កត្រង់សោយភសហាឬក៏ហៅថាលោហិតឬឈាមក្នុងមហាសង្ក្រាន្តឆ្នាំមមីនេះសង្ក្រាន្តនឹងចូលមកនៅថ្ងៃអង្គារ12រោចខែចែកវេលាម៉ោង 10:48 នាទីព្រឹកចូលចំវេនទេពធីតាដែលជាបុត្រីទី3កបិលមហាព្រហ្មព្រះនាមរបស់ព្រះនាងគឺរក្ខសាទេវីអំពើពោស្ត្រាពណ៌ខ្មៅលំអព្រះការដោយសៀតផ្កាបតុមឬផ្កាឈូកអភរណៈកៅមនោរាភសហាលោហិតឬឈាមព្រះហស្តស្ដាំទ្រង់ត្រីសោព្រះហស្តឆ្វេងទ្រង់ធ្នូព្រះអង្គឈរលើខ្នងអសតរៈឬសេះជាពាហនៈគួរឲ្យប្លែកណាស់និងចៃដន្យណាស់ក្នុងឆ្នាំនេះដែលទេវតាឆ្នាំថ្មីដែលចូលមករក្សាត្រូវចំដូចគ្នានឹងពងឆ្នាំមមីឆ្នាំសេះដែលឆ្នាំនេះក៏ទេវតាជិះសេះដូចគ្នាយ៉ាងណាមិញមហាសង្ក្រាន្តឆ្នាំ2026ឆ្នាំមមីអត្តស័កយោងតាមទំនាយទេវតាឆ្នាំនេះសោយលោហិតឬឈាមដែលទស្សទាយថាឆ្នាំនេះអាចមានគ្រោះកាចជំងឺដំកាត់សង្គ្រាមឬវងមនុស្សស្លាប់ច្រើនមានចំនួនឬភាពក្តៅក្រហាយនឹងមានការព្រួយបារម្ភអំពីអសន្តិសុខចំនួនឬភាពមិនប្រក្រតីសូមបញ្ជាក់ផងដែរថាក្រសួងធម្មការនិងសាសនាបានណែនាំពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026ថាដើម្បីឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅតាមសណ្ដាប់ធ្នាប់របៀបរៀបរយល្អប្រកបដោយភាពរីករាយនិងរក្សាបាននៅប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះក្រសួងសូមធ្វើការណែនាំមន្ទីរធម្មការនិងសាសនារាជធានីខេត្តត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្តណែនាំដល់ព្រះមន្ត្រីសង្ឃស្រុកព្រះចៅអធិការអាចារ្យគណៈកម្មការគ្រប់វត្តអារាមឲ្យយកព្រះទ័យយកចិត្តទុកដាក់ទៅលើការសម្អាតនិងតុបតែងលម្អវត្តអារាមឲ្យសមតាមអភិក្រមស3នោះគឺវត្តស្អាតវត្តស្វាងនិងវត្តស្ងប់របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាមដោយរៀបចំឲ្យមានបរិស្ថានល្អសមជាបូជនីយដ្ឋានគួរគោរពបូជាសម្រាប់ពុទ្ធបរិស័ទទូទៅនិងចងទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្របដាឬពាក្យស្លោកឲ្យបានសមរម្យព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមវត្តអារាមស្របតាមប្រពៃណីសាសនាប្រពៃណីជាតិដូចជាពិធីពូនភ្នំខ្សាច់ស្រង់ព្រះពុទ្ធរូបពិធីស្រោចស្រពព្រះសុគន្ធវេរីប្រគេនព្រះសង្ឃជូនសិលវ័នសិលវតីមេដាបិតាចាស់ព្រឹទ្ធាចារ្យជាដើមបន្ថែមពីនេះក្រសួងធម្មការក៏បានណែនាំគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូបភ្លើងចង្ក្រាននិងប្រទីបផ្សេងៗដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យនាងខ្ញុំលេរ៉ានីមពីកម្មវិធី Hoxabers តងអាចនឹងចបៃដងវែងនិងបង្ហាញខ្លួននៅទីតាំងសំខាន់ទាំងនេះអត់លុយទៅដើរលេងនៅតាមបណ្ដារមណីយដ្ឋានឬក៏តាមបណ្ដាខេត្តបងប្អូនអ្នករស់នៅរាជធានីភ្នំពេញអាចមកទស្សនារូបសំណាកសេះពណ៌មាសដ៏អង្អាចនិងចបៃដងវែងរទេះសាលីរូបសំណាកមកុដយក្សនិងរូបសំណាកជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនិងតំបន់ផ្សេងទៀតនៅរាជធានីភ្នំពេញគិតមកដល់ថ្ងៃទី9នៃខែមេសានេះអាជ្ញាធរបាននឹងកំពុងសម្រុករៀបចំតុបតែងកែលម្អសោភ័ណភាពនៅតាមទីតាំងសំខាន់មួយចំនួនដូចជាសួនច្បារសាធារណៈជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនិងតាមដងមហាវិថីនានានៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026កាន់តែខិតជិតមកដល់នេះហើយចំណែកឯខាងជំនាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក៏កំពុងតែត្រៀមរៀបចំតុបតែងកែលម្អពិសេសគឺភូមិវប្បធម៌ក៏ដូចជាទីតាំងសំខាន់ផ្សេងទៀតដែរនៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំការកសាងរូបសំណាកសេះពណ៌មាសដ៏អង្អាចអមដោយរូបសំណាកចបៃដងវែងដ៏ធំមួយក៏បានរួចរាល់ជាការតុបតែងកែលម្អយ៉ាងស្រស់ស្អាតមានរូបសំណាកទូករាជហង្សទូករទេះសាលីរូបសំណាកមកុដយក្ស
រូបសំណាកជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំកំពុងតែលេចចេញជារូបរាងបណ្ដាហើយដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថារូបសំណាកសេះពណ៌មាសដ៏ធំដ៏អង្អាចក្លាយជាតំណាងឲ្យឆ្នាំមមីធ្វើឡើងពីឫស្សីដែលមានកម្ពស់ 3.89 ម៉ែត្ររចនានៅក្រោមថ្វីដៃនៃជាងចំណានដែលត្រូវបានក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញដំឡើងរួចរាល់នៅលើបល្ល័ង្កដែលមានកម្ពស់3ម៉ែត្រទទឹង3ម៉ែត្រខាងមុខនាឡិកាធំនៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរងចាំទទួលពុកម៉ែបងប្អូនមកទស្សនានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគួរបញ្ជាក់ដែរថាតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញនឹងធ្វើឡើងនៅក្នុងរយៈពេល6ថ្ងៃដោយចាប់ពីថ្ងៃទី14នៃខែមេសាដល់ថ្ងៃទី19នៃខែមេសាឆ្នាំ2026ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ជាតិទាក់ទាញទេសចរជាតិនិងអន្តរជាតិជាពិសេសគឺបង្ហាញនូវការយល់ដឹងយ៉ាងជ្រាលជ្រៅនិងផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យចូលឆ្នាំជាមួយនឹងវីរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកក្រោមស្មារតីនៃការរួបរวมសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយរដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំនៃព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី14ខែមេសាដល់ថ្ងៃទី19នៃខែមេសាឆ្នាំ2026នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំតំបន់ជុំវិញវត្តភ្នំបរិវេណសួនច្បារវឌ្ឍនៈសួនច្បារអតីតទីលានប្រជាធិបតេយ្យស្ពាននាគភ្លុះរមណីយដ្ឋានវត្តភ្នំរហូតដល់ផ្សាររាត្រីផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ Walk Strip និងកម្មវិធីអមនៅបរិវេណបាសាក់ឡែនផ្លូវ308និងបរិវេណនៃផ្សារទួលទំពុងផ្លូវ155ព្រឹត្តិការណ៍នគរសង្ក្រាន្តមានការរៀបចំនៃកម្មវិធីប្រពៃណីសាសនានិងកម្មវិធីមួយចំនួនក៏ដូចជាពិធីទទួលទេវតាឆ្នាំថ្មីដង្ហែក្បួននគរសង្ក្រាន្តដង្ហែព្រះពុទ្ធរូបពូនភ្នំខ្សាច់ស្រង់ព្រះសម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់លេងល្បែងប្រជាប្រិយជាតិនិងការតាំងពិព័រណ៍នៃផលិតផលនៅក្នុងស្រុកជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកដំណើរការនៃផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026ផងដែរជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានសូមអញ្ជើញចូលរួមទស្សនានៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនៅតាមទីតាំងខាងលើឲ្យបានច្រើនកកកក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនិងក្រោមស្មារតីសាមគ្គីឯកភាពហើយនិងភាពធន់ច្បាស់នេះហួសគឹមឆៃពីកម្មវិធី60 Burst ប្រយ័ត្នកម្ពុជារងឥទ្ធិពលព្យុះទី4ស៊ីនឡាគូបង្កឲ្យមានភ្លៀងកក់ខែនិងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួនក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពុជារងឥទ្ធិពលព្យុះទី4មានឈ្មោះស៊ីនឡាគូដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុដែលមានបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅពេលភ្លៀងកក់ខែយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី4ឈ្មោះស៊ីនឡាកូរបស់ក្រសួងធនធានទឹកនៅថ្ងៃទី10ខែមេសាឆ្នាំ2026បានឲ្យដឹងថាបន្ទាប់ពីធ្វើការតាមដានវិភាគនិងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមកក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី4ឈ្មោះស៊ីនឡាគូ T2604 ព្យុះនេះមានឥទ្ធិពលលើរបបមូសុងអេសានដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាកន្លងផ្លូវដើររបស់ព្យុះទី4ស៊ីនឡាគូនេះពុំមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានោះទេក្រសួងបានលើកឡើងថាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី14ដល់ថ្ងៃទី25ខែមេសាឆ្នាំ2026នៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមព្រៃវែងត្បូងឃ្មុំកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% ចំណែកនៅតំបន់ខ្ពង់រាបមានខេត្តកំពង់ស្ពឺ
បៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% ដោយឡែកនៅមាត់សមុទ្រមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% រលកសមុទ្របោកបាក់ខ្លាំងដែលមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់អតិបរមា 1.75 ម៉ែត្រក្រសួងថាយោងលើការព្យាករណ៍ដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកជាមួយគ្នានេះដែរក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ 2026 ខាងមុខនេះសូមបងប្អូនមេត្តាយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុដែលមានបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅពេលមានភ្លៀងកក់ខែក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលនាងខ្ញុំលេរ៉ានីមពីកម្មវិធី Hoxabers